Tây bầm bông cha chủ ai má sầm khăn là lỡ tật so ni ta bồng bồn ai thì dương lia trơ á rồi chia riêng chu em hai sầm khăn á tật so nâng á dương cha thơm mấy ai riêng khập chân món á thì nia tha pe là dương nhâm cho mũi nâng tây tơ á đăngแต่ញ៉ាំឆ្ងាញ់ហើយមានជាតិខ្លាំងមែនតែនចំពោះការធ្វើរបស់ខ្ញុំថ្ងៃនេះគឺបែបងាយហើយថែមទាំងឆាប់បានញ៉ាំទៀតជាដំបូងគឺនាងខ្ញុំបានយកត្រីមកដាក់បំពងជាមុនសិនពេលដែលបំពងហ្នឹងណាបងប្អូនកុំភ្លេចបន្ថែមម្សៅបំពងបន្តិចចូលផងណាដើម្បីឲ្យត្រីរបស់យើងនៅពេលដែលបំពងទៅគឺវាអត់ខ្ទាតខ្លាញ់ចេញមកក្រៅជាពិសេសគឺធ្វើឲ្យសាច់ត្រីរបស់យើងហ្នឹងបានក្រៀមល្អហើយពណ៌ក៏ស្អាតថែមទៀតបន្ទាប់ពីនាងខ្ញុំបានបំពងត្រីរួចហើយគឺយើងដួសទុកមួយឡែកសិនងាកមកបំពងខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសចំពោះម្ទេសបងប្អូនចង់ដាក់តិចឬក៏ច្រើនតាមការចូលចិត្តពេលដែលនាងខ្ញុំបំពងម្ទេសខ្ទឹមឡើងក្លិនឈ្ងុយល្អហើយដាក់ស្ករត្នោតចូលបន្តមកទៀតមានទឹកត្រីកោះកុង1ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាបាយចំពោះទឹកម្ទេសផ្អែមនាងខ្ញុំប្រើមួយកូនកែវតូចរួចហើយនាងខ្ញុំបានបន្ថែមទឹកបន្តិចចូលដែរបន្ទាប់មកនាងខ្ញុំធ្វើការភ្លក្សឃើញថារសជាតិត្រូវនឹងរសជាតិដែលនាងខ្ញុំចង់បានហើយចុងក្រោយគ្រាន់តែបន្ថែមជីវ៉ាន់ស៊ុយចូលមកបន្តិចគឺរួចរាល់ជាការស្រេចរួចយើងយកទឹកសោសហ្នឹងទៅស្រោចពីលើត្រីបានហើយណាចំពោះត្រីគ្រាន់តែឌីគ័របន្តិចបន្តួចដូចនាងខ្ញុំអញ្ចឹងមកណានិយាយពីថាមើលទៅឡើងតំណងខ្លាំងមែនតែនចាឥឡូវការបង្ហាញពីរបៀបធ្វើត្រីបំពងជូរអែមរបស់នាងខ្ញុំបានបង្ហាញជូនរួចរាល់ហើយថ្ងៃស្អែកជួបជាមួយនឹងនាងខ្ញុំសារជាថ្មីម្ដងទៀតអរគុណ